មន្ត្រីសង្ឃស្នើកុំឲ្យមានទីតាំងសប្បាយនៅក្បែរវត្តអារាមខណៈរដ្ឋមន្ត្រីមហាផ្ទៃទទួលយកសំណើនេះដើម្បីពិនិត្យព្រះចៅអធិការវត្តដូណាឡោមដែលស្ថិតនៅក្នុងខណ្ឌដូនពេញសម្ដេចព្រះមហាអរិយវង្សយ៉នសេងយៀតបានស្នើក្រសួងមហាផ្ទៃឲ្យពិចារណាក្នុងការរៀបចំឡើងវិញកុំឲ្យមានទីតាំងកំសាន្តសប្បាយដូចជាខារ៉ាអូខេជាដើមនោះនៅក្បែរវត្តអារាមការស្នើបែបនេះដោយសារទីតាំងទាំងនោះបង្កការរំខានដល់ការបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃនៅក្នុងពិធីដែលប្រារព្ធឡើងសម្រាប់ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សហើយដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអធិបតីភាពកាលពីរសៀលថ្ងៃទី20ខែសីហាឆ្នាំ2026សម្ដេចសង្ឃយ៉នសេងយៀតមានសង្ឃដីកាថាយើងត្រូវចាប់ផ្ដើមគិតអំពីទីតាំងកំសាន្តជាពិសេសដូចជាវត្តអារាមទីតាំងវប្បធម៌និងតម្លៃប្រវត្តិសាស្ត្រអាត្មាគិតថាយើងប្រហែលជាត្រូវចាប់ផ្ដើមគិតថាតើកន្លែងកំសាន្តដូចជាខារ៉ាអូខេកន្លែងផឹកស៊ីអីទាំងអស់ហ្នឹងគួរឲ្យនៅឲ្យឆ្ងាយពីកន្លែងវប្បធម៌សាសនាកម្រិតប៉ុន្មានសម្រាប់សម្ដេចសង្ឃរូបនេះបើទោះបីជាការកំសាន្តមិនអាចលុបបំបាត់បានទាំងស្រុងក៏ពិតមែនតែក៏ត្រូវមានការរៀបចំទីតាំងទាំងនោះដោយបែងចែកឲ្យដាច់ពីគ្នារវាងទីកន្លែងសាសនានិងកន្លែងកំសាន្តសម្ដេចបានចែករំលែកពីសកម្មភាពមួយចំនួនដែលបង្កឡើងនៅក្បែរវត្តដូណាឡោមតែម្ដងដោយមានសង្ឃដីកាក្នុងន័យដើមដូចនេះថានៅជុំវិញវត្តដូណាឡោមនឹងច្រើនណាកន្លែងហ្នឹងហើយជួនកាលម៉ោង11ម៉ោង12យប់ហើយញោមនៅតែច្រៀងអាឡៃក្លិនអូនអាឡៃក្លិនអូនគ្មានបានដេកបានពួនទេហើយច្រៀងស្រែកដល់អញ្ចឹងអាត្មាសូត្រធម៌បណ្ដើហើយនោះចេះតែច្រៀងបណ្ដើដូច្នេះសម្ដេចយ៉នសេងយៀតបានសុំឲ្យលោកសសុខាជួយអន្តរាគមន៍លើកិច្ចការងារនេះដោយនេះជាចំណែកមួយក្នុងការកាត់បន្ថយនៅភាពរិះគូស្គីពេកនៃសកម្មភាពអបាយមុខទាំងអស់នេះក្នុងកែវភ្នែករបស់កុមារនិងយុវជនហើយម្យ៉ាងជាការរក្សាតម្លៃនៃទីអារាមក៏ដូចជាកន្លែងសាសនាវប្បធម៌ផងដែរឆ្លើយតាមនឹងការបណ្ឌបាតរបស់មន្ត្រីសង្ឃខាងលើប្រមុខក្រសួងមហាផ្ទៃបានប្រកាសទទួលយកដើម្បីពិនិត្យមើលលើកិច្ចការនេះពីវេទិកានៃទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលោកសសុខាបានទទួលស្គាល់ចំពោះបញ្ហាដែលបានលើកនេះដែលលោកថាមិនត្រឹមតែរំខានដល់វត្តអារាមប៉ុណ្ណោះទេតែជារួមការបើកអាជីវកម្មមួយខ្លះបានបង្កជាការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង